សុខចិត្តនេះថ្ងៃនេះខ្ញុំនិយាយពីការសរសេរ query ហើយនិង parameter វាខុសគ្នាបែបម៉េចហើយនិងតើយើងត្រូវ install library ណាខ្លះដើម្បីអនុញ្ញាតឲ្យយើង install នៅ library ហើយនិង parameter ទាំងអស់គ្នាដំបូងយើងធ្វើការបង្កើត project របស់យើងមួយមកហើយ project របស់ខ្ញុំដាក់ឈ្មោះថា homework ភាសានេះជា homework node តមកយើងត្រូវបើកវាជាមួយនឹងវាកូដរបស់គ្នាខ្ញុំចូលទៅ terminal ទៅខ្ញុំថាប់គេថា code ដើម្បីបើកវាជាមួយនឹង VS Code បន្ទាប់ពីបើកបានហើយយើងឃើញក្នុងបែបនេះនៅក្នុងនេះគឺជាឈ្មោះ project របស់ខ្ញុំហើយនៅក្នុង project ហ្នឹងខ្ញុំបង្កើត file project មួយឈ្មោះថា app.js បន្ទាប់ពីខ្ញុំបានបង្កើតបែបហ្នឹងហើយខ្ញុំត្រូវ install library មួយចំនួនដើម្បីធ្វើការនៅលើ project របស់ខ្ញុំ library ដំបូងខ្ញុំសូម install package.json នៅក្នុងនេះចូលទៅកាន់ Gitbash ដើម្បី run command npm install npm init .y នេះគឺជា command ប្រើប្រាស់សម្រាប់ install package.json ហើយបន្ទាប់ពីហ្នឹងយើងឃើញថាយើង install បានហើយនៅសល់ក្រៅពីហ្នឹងទៀតខ្ញុំនឹង install express យើងexpress នេះជា command សម្រាប់ install express អូខេយើងឃើញថាវា install express បានហើយបន្ទាប់មកទៀតយើងត្រូវ install nodemon ម្ដងអូខេបន្ទាប់ពីបែបនេះហើយយើងឃើញថាវា install nodemon បានហើយបន្ទាប់ពី install library បានហើយខ្ញុំនឹងចូលកាន់ទៅដល់ការសរសេរកូដមួយចំនួនដើម្បីឲ្យយើងប្រើប្រាស់នៅ library ដែលយើងបានមកហើយដំបូងខ្ញុំត្រូវបង្កើត variable មួយឈ្មោះថា express require ខ្ញុំសូមដាក់ require express ហ្នឹងបន្តមកទៀតខ្ញុំត្រូវបង្កើត variable មួយឲ្យ project របស់ខ្ញុំapp express แบบហ្នឹងហើយខ្ញុំត្រូវបង្កើត variable មួយឈ្មោះថា port ចង់ឲ្យ project របស់ខ្ញុំ run port មួយដែរខ្ញុំចង់ឲ្យវា run port 3000អញ្ចឹងខ្ញុំឲ្យវា run port 3000បន្ទាប់ពីហ្នឹងហើយខ្ញុំត្រូវបង្កើតបន្ទាប់មកខ្ញុំត្រូវបង្កើត route ដើម្បីឲ្យខ្ញុំត្រូវបង្កើត route បន្ទាប់មកខ្ញុំត្រូវបង្កើត route ក្នុងនេះខ្ញុំ app.get នៅទីនេះ route មួយនេះមានថាកាលណាខ្ញុំបាច់ស្លាស់វានឹងឃើញពាក្យថា hello world ខ្ញុំដាក់ request ហើយ responseខ្ញុំ response កាលណាខ្ញុំ request ស្លាស់នេះវានឹង response វិញពាក្យថា hello world แบบนี้នៅក្នុងនេះខុសបន្ទាប់មកទៀតខ្ញុំត្រូវហៅ port នឹងមកវិញយើង app.listen ទៅមកពីដាក់ port របស់យើងចូលហើយបែបនេះពាក្យថា
record បន្ទាប់ពីយើងកូដយើងបានបែបហ្នឹងហើយខ្ញុំទៅ run page ដើម្បី run page បានខ្ញុំចូលទៅកាន់នៅក្នុងនេះខ្ញុំថែមពាក្យថា start មក node app.js នៅត្រង់នេះខ្ញុំថែមបែបនេះដើម្បីឲ្យ page របស់ខ្ញុំហ្នឹង run start auto ហើយទៅមកទៀតខ្ញុំត្រូវ run page របស់ខ្ញុំឲ្យ npm run start យើងឃើញវាបែបនេះហើយទៅមកក្នុងនេះខ្ញុំនឹង run ខ្ញុំ app.js ឃើញបែបនេះកាលណាបាន run តិចខ្ញុំនៅលើក៏3000ឃើញពាក្យថា hello បែបនេះអញ្ចឹងមានន័យថាការ run របស់ project យើងគឺវាបានសម្រេចទៅមកទៀតខ្ញុំទៅនិយាយអំពីភាពខុសគ្នារវាង query ហើយនិង param ហើយខ្ញុំបង្ហាញពី param មុនប្រការរដ្ឋមួយទៀត app.get នៅក្នុងនេះខ្ញុំ save param ដើម្បី run param បានក្នុងនេះដើម្បី run param បានកាលណាខ្ញុំវាយ /user វានឹងឃើញពាក្យថា /user ហើយខ្ញុំដាក់ឈ្មោះ name របស់ user មក rest ណា respond ខ្ញុំ respond មកវិញខ្ញុំ send វាជា message ហើយដាក់ឈ្មោះ user មកហើយ username នេះហើយចូលទៅទាំងអស់គ្នានៅក្នុងនេះខ្ញុំគ្រាន់តែបាច់សារហើយ user មកដាក់ឈ្មោះខ្ញុំវានឹងឃើញពាក្យបែបនេះនៅក្នុងចំណុចនេះទៅមកទៀតខ្ញុំនឹងនិយាយអំពីទៅមកទៀតខ្ញុំនឹងបង្កើត route មួយដោយការប្រើប្រាស់ query ដើម្បីចាប់យកទិន្នន័យដំបូងនិង save វាថា app get នៅក្នុងនេះកាលណាខ្ញុំបើក set user ហើយ request ហើយនឹង respond ដូចនេះទៅមកខ្ញុំបង្កើត variable មួយឈ្មោះថា user age មួយមក and then ខ្ញុំត្រង់នេះខុសទៀតហើយយើងដាក់ request query and then user age ទៅមកខ្ញុំ respond វាមកវិញ respond send ខ្ញុំនឹង display វាជា array មកវិញខ្ញុំដាក់ថា user ageแบบនេះទៅមកបើសិនជាយើងចង់ប្រើប្រាស់វាជា query នេះគឺជា param
តែប្រសិនបើយើងប្រើប្រាស់វាជា query យើងត្រូវវាយបែបនេះត្រូវវាយ user ហើយយើងដាក់សញ្ញានេះយើងដាក់សញ្ញា zoom មកបន្ទាប់មកយើងដាក់variable របស់យើងដែលយើងបានប្រកាសដាក់ user age និងយើងដាក់ user age មកស្មើអាយុបែបនេះ